ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Admin សូអ៊ីងទាំងអស់គ្នាផងណាថ្ងៃនេះដែរ Admin នឹងសម្ដែងរឿងហាងលក់អំពូលចម្លែកភាគទី3ដែលជាភាគបន្តប្រហែលជាភាគទី2អ្នកទាំងអស់គ្នានៅមានចម្ងល់ច្រើនថាមិនចឹងណាប៉ុន្តែសូមអ្នកទាំងអស់គ្នាតាមដានរហូតដល់ចប់ទាំងអស់គ្នាណាដែលសារតែរឿងនេះវារៀងបតិកលាគ្នាដែរបើយើងមើលខាប្រហែលជាតាមមកតនេះ អូខេតោះអញ្ចឹងកុំឲ្យចាំយូរយើងចូលទៅមើលការសម្ដែងរឿងទាំងអស់គ្នាប៉ុន្តែជប់សិនអ្នកទាំងអស់គ្នាមុនចូលទៅដល់ការសម្ដែងរឿង admin សូមឲ្យអ្នកទាំងអស់គ្នាជួយចុច subscribe នៅ channel ថ្មីរបស់ admin មួយនេះហើយកុំភ្លេចចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេណាអូខេតោះយើងចូលទៅការសម្ដែងរឿងទាំងអស់គ្នានៅក្នុងភាគទី3នេះផងដែរគឺបានបង្ហាញអំពីនារីម្នាក់ដែលនាងមានឈ្មោះថាយូណាគឺនៅក្នុងផ្ទះហ្នឹងគឺតែម្នាក់ឯងទេកំពុងតែមើលទូរទស្សន៍សុកហ្នឹងស្រាប់តែនាងឮសំឡេងគោះទ្វារនៅខាងក្រៅគ្រុកក្រាក់អញ្ចឹងទៅរៀងភ័យដែរនាងក៏បានបិទទូរទស្សន៍ហើយនាងក៏បានដើរសម្ដៅទៅកាន់ទ្វារហ្នឹងចង់ដឹងថានរណានៅខាងក្រៅអញ្ចឹងណាប៉ុន្តែនៅពេលដែលនាងបើកកន្លឺទ្វារនិងអើតមើលខាងក្រៅទ្វារគឺមិនមានឃើញនរណានោះឡើយហើយទ្វារក៏ចាប់ផ្ដើមស្ងាត់ប៉ុន្តែនៅពេលដែលនាងចូលមកក្នុងបន្ទប់វិញទ្វារនឹងចាប់ផ្ដើមលឺទៀតហើយធ្វើឲ្យនាងនឹងមានការភ័យតក់ស្លុតជាខ្លាំងក៏បានស្រែកថាគឺឯងទៀតហើយខ្ញុំដឹងថាជាឯងគឺឯងនៅទីនោះធ្វើអីឯងកុំមករកយើងទៀតអញ្ចឹងទេយើងនឹងប្តឹងប៉ូលីសជាមិនខាននោះឡើយដោយសារតែភ័យខ្លាចពេកយូណាក៏បានអង្គុយយំអញ្ចឹងទៅប៉ុន្តែបន្ទោក្រោយមកទ្វារនឹងចាប់ផ្ដើមស្ងាត់ទៀតហើយធ្វើឲ្យនាងកាន់តែឆ្ងល់ថាបាញ់មិញឮសលេងអីសោះហ្នឹងក្រោយមកក៏ស្ងាត់ទៅនាងក៏បានអើតទៅកាន់ខាងក្រៅនឹងលោបថាចង់ដឹងថានៅខាងក្រៅមានរឿងអីកាត់ឡើងស្រាប់តែពេលហ្នឹងគឺនាងបានឃើញអ្វីចម្លែកម្យ៉ាងហ្នឹងគឺកំពុងតែរត់សម្ដៅមករកនាងយ៉ាងលឿនតែម្ដងហើយធ្វើឲ្យយូណាហ្នឹងធ្លាក់ពីលើផ្ទះស្លាប់អញ្ចឹងទៅបើសិនជាយើងកលេចមើលទៅលើបង្អួចយើងក៏បានឃើញមនុស្សចម្លែកម្នាក់ដែលមានភ្នែកឆ្មានោះតែម្ដងប៉ុន្តែយើងអត់បានដឹងថាគេនោះគឺជានរណានោះឡើយរូបភាពក៏បានកាត់មកជនសង្ស័យម្នាក់ដែលគេកំពុងតែរៀបនឹងឡើងឡានក្រុងបញ្ញាមែនតើប៉ុន្តែក៏មានបុរសដែលជាប៉ូលីសម្នាក់ការវិភាគ2ដែលគេចូលទៅក្នុងហាងពូភ្លើងអ្នកទាំងអស់គ្នាចាំទេគឺគេមានឈ្មោះថាសុងស៊ីកគឺជាប៉ូលីសស៊ើបអង្កេតម្នាក់ដែលកំពុងតែស៊ើបអង្កេតរឿងក្តីរបស់យូណាដែលបានស្លាប់ធ្លាក់ពីលើអគារនោះឯងប៉ុន្តែនៅពេលដែលព័ត៌មានចុះផ្សាយគឺតាក់ទងជាមួយនឹងភ្លើងឆេះនៅក្នុងបន្ទប់ធ្វើឲ្យនាងភ័យពេកហក់ពីលើបន្ទប់ស្លាប់អញ្ចឹងណាប៉ុន្តែមែនតើទៅគឺវាមានរឿងអីផ្សេងអញ្ចឹងទៅអញ្ចឹងលោកប៉ូលីសុងស៊ីករបស់យើងក៏បានស៊ើបអង្កេតតាក់ទងជាមួយរឿងក្តីហ្នឹងគេក៏បានតាមដានជនសង្ស័យម្នាក់នេះមកដល់ឡានក្រុងតែម្ដងហើយគេក៏បានសុំឲ្យតកងឡានក្រុងហ្នឹងណាបញ្ឈប់ម៉ាស៊ីនសិនទៅគឺគេហ្នឹងចង់ឲ្យសហការជាមួយដោយសារគេកំពុងតែស្វែងរកជនសង្ស័យអ្នកដែលបានសម្លាប់យូណានឹងឯងជនសង្ស័យហ្នឹងគឺគេបានពួរនៅខាងក្រៅរថយន្តក្រុងដោយមានការភ័យខ្លាចជាខ្លាំងដែលខ្លាចតែសុងស៊ីកហ្នឹងគឺថាចាប់គេបាននោះទេនៅទីបំផុតគឺថាប៉ូលីសស៊ើបអង្កេតរបស់យើងហ្នឹងបានចាប់បានជនល្មើសបានសម្រេចហើយគេក៏បានបញ្ជូនជនល្មើសនោះយកទៅកាត់ទោសតែម្ដងលោកប៉ូលីសស៊ើបអង្កេតរបស់យើងហ្នឹងគឺថាញៀននឹងបារីមែនតើគឺគាត់តែងតែជក់បារីកាត់ stress អីចឹងណាហើយបន្ទាប់ពីចាប់បានជនល្មើសហើយគាត់រៀបនឹងកេះដើម្បីជក់បារីប៉ុន្តែមានប៉ូលីសមួយទៀតហ្នឹងបានប្រាប់ថាកន្លែងនេះគឺមិនស័ក្តិសមឲ្យជក់បារីឡើយបន្ទាប់ពីអត់បានជក់បារីហើយខំទៅទិញកាហ្វេដើម្បីបន្លប់ចឹងណាប៉ុន្តែស្រាប់តែកាហ្វេដែលគាត់ចង់ទិញហ្នឹងគឺអស់ទៀតគឺថាសយជន់សយតែម្ដងហើយរូបភាពក៏បានបង្ហាញអំពីលោកតាម្នាក់ដែលគាត់កំពុងតែអង្គុយមើលទូរទស្សន៍ម្នាក់ឯងគឺថាដូចជាកំសត់មែនតែម្ដងប៉ុន្តែយើងក៏បានឃើញស្រមោលមនុស្សនៅខាងក្រោយខ្នងរបស់គាត់ហ្នឹងគឺដូចចម្លែកមែនតែនក្រោយមកទៀតលោកតាក៏បានស្រែកសួរទៅកាន់បុរសចម្លែកនោះថាតើលោកគឺជានរណាប៉ុន្តែម្នាក់នោះក៏បានស្រាប់តែមកបោកទ្វារលោកតាហើយរូបភាពក៏បានកាត់មកសុងស៊ីកដែលជាមន្ត្រីស៊ើបអង្កេតរបស់យើងវិញនៅក្នុង office ពេលដែលសុងស៊ីកមកដល់ការិយាល័យរបស់គេពូភ្លើងរបស់គេដូចជា error មិនដឹងទេម្ដងភ្លឺម្ដងអត់ប៉ុន្តែគេក៏មិនបានចាប់អារម្មណ៍អ្វីឡើយគេក៏បានយកករណីស្លាប់របស់យូណាដែលធ្លាក់ពីលើអគារនោះគឺបានយកមកបិទរឿងក្តីតែម្ដងដែលសារតែគេចាប់បានជនល្មើសហើយអ្នកទាំងអស់គ្នាដែលសារតែសុងស៊ីករបស់យើងគឺជាអ្នកស៊ើបអង្កេតទៅលើរឿងក្តីសម្លាប់ប្លែកអីចឹងទៅគឺគាត់ចូលចិត្តលក្ខណៈថាស៊ើបអង្កេតរឿងក្តីបែបសម្ងាត់អញ្ចឹងណាអ្នកទាំងអស់គ្នាបន្តមកទៀតគាត់ក៏បានបញ្ចូលហ្គាសក្នុងដេកេសរបស់គាត់ដែលសារតែមុនហ្នឹងគឺថាកេសអត់ឆេះទេគាត់គិតថាប្រហែលជាអស់ហ្គាសអីចឹងណាប៉ុន្តែនៅពេលដែលបញ្ចូលហ្គាសហើយក៏នៅតែកេសអត់ឆេះទៀតមិនដឹងថាដេកេសហ្នឹងគឺមានរឿងអីឬក៏វា
ខូចឬក៏មិនចឹងណាគាត់គិតថាថ្ងៃនេះគឺជាថ្ងៃសោយរបស់គាត់ចឹងទៅគាត់ក៏បានផ្ដេកខ្លួនបន្តិចដើម្បីយកកម្លាំងកុំឲ្យវា stress ពេកចឹងទៅបន្តមកទៀតគាត់ក៏បានកលេចឃើញសាក្សីម្នាក់មកធ្វើជាសាក្សីអំពីការស្លាប់របស់លោកតានៅក្នុងបន្ទប់មិញនឹងឯងនិយាយរួមទៅគឺគាត់មិនអស់ចិត្តឡើយគាត់ក៏បានងើបមើលសម្លឹងមើលថាសាក្សីនោះគឺជានរណាអីចឹងណាគាត់ដូចជាចាប់អារម្មណ៍ជាមួយនឹងរឿងក្តីរបស់លោកតានឹងមែនតែនហើយមិត្តរួមការងាររបស់គាត់ក៏បានយកករណីរឿងលោកតាចាស់នឹងស្លាប់នៅក្នុងបន្ទប់យកឲ្យគាត់ស៊ើបអង្កេតចឹងទៅថាមកពីមូលហេតុអីអ្នកណាជាជនល្មើសអីចឹងណាប៉ុន្តែមិត្តភ័ក្តិរបស់គាត់នឹងក៏បាននិយាយថាតាមការស៊ើបអង្កេតមើលការស្លាប់របស់លោកតានឹងគឺការស្លាប់ដោយការជំងឺគាំងបេះដូងអីចឹងទៅដែលគាត់ចាស់ជរាអីចឹងណាអញ្ចឹងឥឡូវនេះសុងស៊ីគឺគាត់កំពុងតែដំណើរការរឿងក្តីរបស់លោកតាចាស់នោះឯងនៅពេលដែលយប់ឡើងគាត់ក៏បានទៅមើលដល់ផ្ទះលោកតានោះតែម្ដងដែលចង់ដឹងអំពីសភាពនៃការស្លាប់របស់លោកតានឹងថាគាត់ស្លាប់បែបម៉េចអីបែបម៉េចដើម្បីរកផុសតាងរកតម្រុយថានរណាគឺជាឃាតករឬក៏គាត់ស្លាប់ដោយជំងឺគាំងបេះដូងមែននៅពេលដែលសុងសេកចូលទៅដល់ក្នុងផ្ទះរបស់លោកតាគេក៏បានឃើញស្នាមជ្រុងម្យ៉ាងនៅមាត់ទ្វារហ្នឹងដូចជាការសង្ស័យមួយហើយជាតម្រុយមួយហើយគាត់ក៏បានចូលទៅដល់ក្នុងផ្ទះរបស់លោកតាហ្នឹងក៏បានឃើញគ្នាគាត់ប្រហែលអ្នកទៀតកំពុងតែអង្គុយមើលផុសតាងមួយចំនួននេះអញ្ចឹងណាហើយក៏បានសួរថាតើនរណាគេដែលបានឃើញលោកតាស្លាប់មុនគេអញ្ចឹងទៅអញ្ចឹងគ្នាគាត់ក៏បាននិយាយថាគឺម្ចាស់ផ្ទះជួលរបស់គាត់ហ្នឹងគឺបានឃើញលោកតានឹងស្លាប់មុនគេហើយគាត់ក៏បានតសួរទៀតថាចុះកូនចៅរបស់លោកតាហ្នឹងនៅណាវិញអីចឹងណាអញ្ចឹងគ្នាគាត់ក៏បានឆ្លើយថាកូនចៅរបស់លោកតាហ្នឹងគឺទៅនៅក្រៅប្រទេសអស់ហើយប្រពន្ធរបស់គាត់ហ្នឹងគឺបានស្លាប់យូរហើយដែរអញ្ចឹងទៅអញ្ចឹងគាត់នៅតែម្នាក់ឯងទេលោកប៉ូលីសសុងស៊ីកក៏បានសួរទៅកាន់គ្នាគាត់ទៀតថាតើគេស៊ើបដឹងថាគាត់នឹងស្លាប់ដោយសារអីគ្រប់គ្នាសន្និដ្ឋានថាគឺគាត់ស្លាប់ដោយជំងឺគាំងបេះដូងដោយសារតែគាត់មានប្រវត្តិប្រើប្រាស់ថ្នាំបេះដូងអីចឹងណាប៉ុន្តែសងស៊ីកក៏បាននិយាយថាបើមនុស្សស្លាប់ដោយជំងឺគាំងបេះដូងគឺគាត់តែងតែយកដៃខ្ទប់ដើមទ្រូងគាត់ហើយមុនគាត់ស្លាប់ដោយសារតែរៀងពិបាកដកដង្ហើមអីចឹងទៅហើយណាមួយវិញទៀតគឺគាត់បានឃើញថាតេឡេទូរទស្សន៍របស់គាត់ហ្នឹងគឺនៅខាងឆ្វេងដៃរបស់គាត់ទាំងដែរគាត់ហ្នឹងគឺជាមនុស្សដែលប្រើខាងស្ដាំដៃទេហើយធម្មតាមនុស្សចាស់គឺមិនសូវជាចេះប្រើទូរទស្សន៍ទំនើបទេប៉ុន្តែគាត់នេះគឺបានបើកទូរទស្សន៍ចោលដោយប្រើប៊ូតុង replay អញ្ចឹងណាដូចជាមនុស្សវ័យក្មេងវ័យកណ្ដាលជាអ្នកប្រើទូរទស្សន៍នឹងអញ្ចឹងលោកប៉ូលីសសុងស៊ីកយើងគឺគាត់អត់ជឿថាលោកតានឹងស្លាប់ដោយជំងឺគាំងបេះដូងទេនៅពេលដែលសុងស៊ីកចេញពីផ្ទះរបស់លោកតាហើយគេក៏បានត្រឡប់មកផ្ទះរបស់គេវិញមុជទឹកសម្អាតខ្លួនអីចឹងទៅនៅក្នុងផ្ទះរបស់គេនឹងហាក់បីដូចជារស់នៅម្នាក់ឯងទេមិនដឹងថាប្រពន្ធកូនទៅណានោះឡើយអញ្ចឹងនៅពេលដែលគាត់កំពុងតែសម្អាតខ្លួនសម្អាតដៃហ្នឹងគាត់ក៏បានបើកទូមើលក៏ឃើញសម្លេងអនាម័យរបស់ប្រពន្ធគាត់ក៏បាននឹកឃើញទៅដល់ប្រពន្ធដែលពេលដែលប្រពន្ធគាត់នៅជាមួយអញ្ចឹងណាអញ្ចឹងប្រហែលជា admin គិតថាប្រពន្ធគាត់ប្រហែលជាខូចបាត់ហើយអញ្ចឹងគាត់ក៏បានសម័យមើលពេលដែលប្រពន្ធគាត់មានផ្ទៃពោះបង្ហាញអំពីលទ្ធផលមានផ្ទៃពោះរបស់ប្រពន្ធគាត់អីចឹងគាត់សប្បាយចិត្តមែនតើហាក់បីដូចគាត់នឹកនាប្រពន្ធគាត់អញ្ចឹងណាប៉ុន្តែគាត់មានតែកាត់ចិត្តនឹងឯងអញ្ចឹងនៅពេលដែលគាត់ចូលទៅចក្រានបាយទូទឹកកករបស់គាត់អីក៏មិនមានម្ហូបអីច្រើនដែរមានតែផ្លែចេកនិងទឹកអីចឹងទៅអញ្ចឹងជាផ្ទះដែលនៅម្នាក់ឯងរបស់មនុស្សប្រុសគឺអញ្ចឹងឯងហើយផ្ទះរបស់គាត់រៀងរត់រាយអញ្ចឹងណាទាំងអស់គ្នាគាត់អត់បានរៀបចំអីទេដោយសារគាត់រវល់ធ្វើការពេកអញ្ចឹងបន្ទាប់ពីគាត់សម្អាតខ្លួនហើយគាត់ក៏បានអង្គុយតម្រេកខ្លួនមើលទូរទស្សន៍អីចឹងទៅសត្វតែពេលហ្នឹងគាត់ក៏បានកលេចទៅឃើញជាងរបស់គាត់ដែលបានដោះរូបថតចេញអញ្ចឹងណាទាំងអស់គ្នាជាជញ្ជាំងមានរូបរាង4ជ្រុងអីចឹងទៅអញ្ចឹងគាត់ក៏បានសម័យពេលដែលគាត់នៅជាមួយប្រពន្ធគាត់ឯពេលហ្នឹងគឺគាត់បានអង្គុយជ្រើសរើសឈ្មោះដាក់ឲ្យកូនគាត់អីអញ្ចឹងណាមើលទៅមានក្តីសុខមែនតែម្ដងប៉ុន្តែក្រោយមកគាត់ក៏បានទទួលទូរស័ព្ទពីកន្លែងធ្វើការរបស់គាត់ដើម្បីទៅធ្វើការស៊ើបអង្កេតទៀតហើយនិយាយរួមទៅគាត់អត់សូវមានពេលវេលាជាមួយនឹងប្រពន្ធគាត់ទេគាត់តែងតែប្រើពេលវេលារបស់គាត់នឹងជាមួយនឹងការងារជានិច្ចតមកទៀតគាត់ក៏បានយកមីម្យ៉ាងដែលជាមីល្បីនៅប្រទេសកូរ៉េគេហៅមីសណ្ដែកខ្មៅអញ្ចឹងអ្នកទាំងអស់គ្នាហើយគាត់ក៏បានប្រឡាក់ដៃហើយគាត់ក៏បាននឹកឃើញទៅដល់លោកតាដែលមាត់របស់គាត់ហ្នឹងគឺប្រឡាក់ជាមួយនឹងទឹកមីខ្មៅនឹងដែរអញ្ចឹងគាត់ក៏បានកលេចមើលអញ្ចឹងរបស់គាត់ដែលគាត់នឹកឃើញពីតម្រុយដែលមាន
រូបជ្រុងចឹងដែរស្នាមជ្រុងចឹងដែរនៅមាត់ទ្វាររបស់លោកតាពេលដែលគាត់ទៅផ្ទះលោកតាណាទាំងអស់គ្នាអញ្ចឹងគាត់ចាប់ផ្ដើមសង្ស័យថាលោកតានឹងស្លាប់ពាក់ព័ន្ធជាមួយអីនឹងមីនឹងចឹងទៅអញ្ចឹងដល់ពេលទៅដល់ office វិញគឺក្រុមការងាររបស់គាត់នឹងបានបង្ហាញអំពីលទ្ធផលពិនិត្យកសលវិច័យឬក៏ចេញពីពេទ្យមកថាគាត់ពិតជាស្លាប់ដោយជំងឺគាំងបេះដូងមែនទេចឹងទៅប៉ុន្តែលោកប៉ូលីសយើងនឹងគឺគាត់មិនបានជឿទេថាការស្លាប់របស់លោកតានឹងគឺជាជំងឺគាំងបេះដូងគឺគាត់នៅតែមានញៀនឬក៏គេហៅថាញៀនរបស់គាត់ដឹងគិតថាមិនមែនជាការស្លាប់ដោយធម្មតាទេគឺច្បាស់ជាមានគេហៅថារឿងសម្ងាត់អីនៅពីក្រៅឬក៏មានអ្នកណាធ្វើឃាតគាត់អីចឹងទៅអញ្ចឹងដោយសារតែគាត់មិនអស់ចិត្តគាត់ក៏បានទៅជួបប៉ូលីសខាងផ្នែកកាមេរ៉ាសុវត្ថិភាពនៅក្នុងទូទាំងក្រុងតែម្ដងដែលចង់ដឹងថានៅក្នុងក្រុងចិត្តផ្ទះលោកតាស្នាក់នៅហ្នឹងថាតើមានហាងលក់មីហ្នឹងប្រហែលកន្លែងអីចឹងទៅអញ្ចឹងគាត់ទៅមើលមួយផ្លែតគឺគាត់ដឹងហ្មងថានៅណាខ្លះចឹងនិយាយទៅគឺប៉ូលីសយើងហ្នឹងគឺបកកែខាងចងចាំមែនតើអញ្ចឹងមិនគាត់ធ្វើប៉ូលីសស៊ើបអង្កេតត្រូវហ្មងអ្នកទាំងអស់គ្នាដោយនេះបន្ទាប់ពីសងសិចគាត់បានតម្រុយតាក់ទងជាមួយនឹងហាងលក់មីហ្នឹងហើយគាត់ចាប់ផ្ដើមដើរសួរនាំគ្រប់ហាងដែលមានលក់មីសណ្ដែកខ្មៅនឹងទាំងអស់អញ្ចឹងណាហើយក៏បានសួរនាំអំពីម៉ោងលក់ម៉ោងចេញម៉ោងបិទម៉ោងបើកអីចឹងទៅហើយរហូតតតែពេលយប់មួយគាត់បានជួបជាមួយនឹងហាងមួយដែលរៀងចម្លែកមែនតើដែលគាត់បានឃើញម៉ូតូដឹកម្ហូបហ្នឹងគឺប្រឡាក់សុទ្ធតែផុកហើយនៅក្នុងហាងហ្នឹងគឺពិតជាស្ងាត់មែនតើដែលសារអត់មានភ្ញៀវទេគឺមានតែអ្នកលក់តែម្នាក់តែប៉ុណ្ណោះសងសិចក៏បានចូលទៅញ៉ាំមីនោះដោយសម្លឹងលិចកើតជើងត្បូងអញ្ចឹងទៅដោយសារគាត់ជាប៉ូលីសស៊ើបអង្កេតអញ្ចឹងការយកចិត្តទុកដាក់ទៅលើរបស់លម្អិតនីមួយគឺគាត់យកចិត្តទុកដាក់មែនតើគាត់ក៏បានមើលទៅឃើញវ៉ែនតាខ្មៅមួយដែលគាត់បានចងចាំថានៅពេលដែលមានសាក្សីម្នាក់មកប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើសាក្សីតាក់ទងមួយនឹងខេសលោកតាស្លាប់ហ្នឹងគឺគាត់ពាក់វ៉ែនតាខ្មៅដែរហើយមានមាឌធំបែបហ្នឹងអញ្ចឹងគាត់ក៏បានឃើញវ៉ែនតាខ្មៅហ្នឹងនៅក្នុងហាងហ្នឹងដែរអញ្ចឹងទៅហើយក៏បានឃើញមួកសុវត្ថិភាពនិងធុងអាហារអីអញ្ចឹងណាដឹកជញ្ជូនអីចឹងទៅអញ្ចឹងបានន័យថាហាងហ្នឹងអូខេមានដឹកជញ្ជូនដែរហើយពេលហ្នឹងសងសិចក៏បានសួរទៅកាន់ម្ចាស់ហាងតែម្ដងថាហាងរបស់គាត់ហ្នឹងមានសេវាកម្មដឹកជញ្ជូនអីអត់ហើយម្ចាស់ហាងក៏បាននិយាយថាគឺគេមានប៉ុន្តែសងសិចក៏បាននិយាយថាហាងរបស់គាត់ហ្នឹងគឺអត់មានឈ្មោះនៅក្នុង app ទេដោយ Food Panda អីយើងអញ្ចឹងណាធម្មតាមានឈ្មោះហាងនៅក្នុង app អីចឹងទៅពេលយើងកំងឲ្យវ៉ាន់ប៉ុន្តែហាងរបស់គាត់ក៏មានឈ្មោះនៅក្នុង app ទេហេតុអីបានជាមានសេវាដឹកជញ្ជូនអញ្ចឹងអ្នកលក់ក៏និយាយថាគឺគេមានវិជ្ជាបែបផ្សេងអ្នកទិញអាចតេមកគាត់ដោយផ្ទាល់អីចឹងណាក្នុងការឲ្យដឹកម្ហូបទៅឲ្យគាត់អីចឹងទៅហើយសងសិចក៏បាននិយាយថាជាក់ស្ដែងលោកតានឹងដូចអត់បានតេទៅទិញមីបោះអាប៉ែហ្នឹងទេពីព្រោះគាត់មើលនៅក្នុងប្រវត្តិខរបស់លោកតាក្នុងទូរស័ព្ទដៃមុនគាត់ស្លាប់ហ្នឹងគឺខលទៅតែកូនចៅគាត់អីចឹងណាប៉ុន្តែហេតុអីបានជាម្ចាស់ហាងហ្នឹងបានដឹកអីវ៉ាន់ទៅឲ្យលោកតានឹងដែរអញ្ចឹងម្ចាស់ហាងហ្នឹងក៏ស្រាប់តែឈប់មកសបកដែលគាត់រៀងប្រាំងអញ្ចឹងណាហើយសងសិចក៏បាននិយាយទៀតថាផ្ទះលោកតាហ្នឹងក៏រៀងឆ្ងាយពីហាងនឹងដែរអញ្ចឹងណាមិនក៏គាត់ order អីបានឆ្ងាយម៉េះអីចឹងទៅអញ្ចឹងម្ចាស់ហាងហ្នឹងក៏បានបន្តធ្វើធម្មតាអីទៀតចឹងទៅហើយចុងភៅហ្នឹងក៏បានផ្្លាត់និយាយតាក់ទងជាមួយនឹងឈ្មោះអាហារមួយយ៉ាងដែលមានអានអត់ដាច់ដែរដែលតាលោកតានឹងបានកំងអីចឹងណាប៉ុន្តែប៉ូលីសហ្នឹងថាគាត់មិនទាន់បាននិយាយណាថាលោកតាហ្នឹងគាត់ហូបអីមុនគាត់ស្លាប់អីចឹងមិនក៏ចុងភៅហ្នឹងគាត់សុកគាត់និយាយដល់ខ្លួនឯងអីចឹងទៅអញ្ចឹងចុងភៅហ្នឹងក៏បានមើលទៅកាន់ប៉ូលីសរបស់យើងហ្នឹងដូចជាការភ្នែកគួរឲ្យខ្លាចមែនតើតែម្ដងលោកប៉ូលីសហ្នឹងក៏ចាប់ផ្ដើមមានតម្រុយឯថាប៉ែហ្នឹងច្បាស់ជាជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់របស់លោកតាប៉ូលីសហ្នឹងក៏បានបន្តទៀតថាទោះបីជាការសន្និដ្ឋានរបស់ប៉ែហ្នឹងនិយាយថាគាត់លោកតានឹងស្លាប់ដោយជំងឺគាំងបេះដូងដោយធម្មជាតិមែនក៏ប៉ុន្តែគាត់អត់ជឿឯថាលោកតាហ្នឹងគឺស្លាប់ដោយជំងឺគាំងបេះដូងដោយសារតែគ្រប់យ៉ាងគឺវាធម្មជាតិមែនប៉ុន្តែវាដូចមិនធម្មតាអីអញ្ចឹងណាគឺប៉ូលីសហ្នឹងគឺបានឆ្ងល់ថាលោកតាហ្នឹងគឺគាត់មែនតែនទៅគាត់មើលទូរទស្សន៍គាត់ប្រើតេឡេដៃស្ដាំឯងប៉ុន្តែថ្ងៃដែលគាត់ស្លាប់ហ្នឹងគឺតេឡេនៅខាងឆ្វេងដៃរបស់គាត់អាហ្នឹងរឿងទី1ដែលគាត់មានតម្រុយគាត់ចាប់បាន
ហើយតម្រុយទី2ដែលគាត់ចាប់បាននោះគឺតាក់ទងជាមួយនឹងទឹកជ្រលក់របស់មីសណ្ដែកខ្មៅនឹងឯងដែលគាត់ឃើញនៅមាត់លោកតាហើយនឹងគេហៅរបៀបថាស្នាម4ជ្រុងនៅមាត់ទ្វារនឹងឯងដែលគាត់សំដៅទៅលើធុងដែលនៅក្នុងហាងរបស់ម្ចាស់ហាងនឹងផ្ទាល់ដែលធុង4ជ្រុងហ្នឹងគឺគាត់សង្ស័យថាគឺជាទឹកជ្រលក់របស់ហាងនឹងឯងម្ចាស់ហាងហ្នឹងគឺគាត់ខឹងមែនតើក៏បានងាកមុខមកហើយប៉ូលីសក៏បានបន្តទៀតថាគឺលោកគឺជាអ្នកធ្វើរឿងហ្នឹងម្ចាស់ហាងហ្នឹងគឺគាត់អត់យល់អាប៉ែហ្នឹងហ្មងមកហូបបាយគេថ្ងៃទី1ហើយមកចោទថាគេគឺជាឃាតករគាត់ក៏បានសួរទៅកាន់ប៉ូលីសនឹងថាតើលោកគឺជានរណាហេតុអីបានជាឆ្លើយម៉ែសុកមកចោទថាគាត់ហ្នឹងគឺជាឃាតករអញ្ចឹងឯណាផុសតាងអីអញ្ចឹងណាហើយគាត់ក៏បានដេញប៉ូលីសយើងនឹងឲ្យចេញទៅវិញអញ្ចឹងទៅប៉ូលីសហ្នឹងក៏បាននិយាយថាហើយក៏បញ្ញាប្រតិកម្មម៉ែគឺគាត់និយាយម្នាក់ឯងតាអីអញ្ចឹងណាហើយក៏បានលាចេញអញ្ចឹងទៅហើយក៏បាននិយាយថាចាំជួបគ្នាម្ដងទៀតអីអញ្ចឹងទៅហើយអ្នកលួនក៏បាននិយាយតវិញដែរអូខេ see you again នេះអញ្ចឹងណាចឹងមួយខ្លាចមែនតែនមុខអាប៉ែមួយម្ចាស់ហាងហ្នឹងនៅពេលដែលប៉ូលីសត្រឡប់មកការិយាល័យរបស់គាត់វិញគាត់ក៏បានមើលហត្ថលេខានិងអ្វីដែលសាក់សីនឹងមកបកស្រាយអីចឹងណាថាមិនអីចឹងទៅហើយគាត់ក៏បានមើលករណីមួយចំនួនទៀតដែលបានស្លាប់ដោយសារតាកាំងបេះដូងវារុករាកបែបមិនអីទៅមើលទៅវាអត់ដូចគ្នាអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងគាត់រៀង stress មែនតើហ្មងថាវាមានរឿងអីកើតឡើងអញ្ចឹងណាមួយខែកន្លងផុតទៅយើងក៏បានឃើញនារីសក់ខ្លីម្នាក់ដែលមានមុខមាត់ដូចជាយូណាមែនតើដែលគាត់បានស្លាប់កាលពីមួយខែមុនគឺគាត់បានរត់គេចពីនរណាម្នាក់អញ្ចឹងគឺរត់ឡើងលឿនតែម្ដងហើយមានម៉ូតូដឹកជញ្ជូនម្ហូបអាហារហ្នឹងគឺកំពុងតែជិះមកបំបុកគាត់អញ្ចឹងណាទាំងអស់គ្នាស្រាប់តែពេលហ្នឹងសងស៊ីកដើរតាមផ្លូវគេក៏បានចូលមកជួយនារីហ្នឹងតែម្ដងដែលបានចាប់បើកមួកសុវត្ថិភាពរបស់អ្នកបើកបរម៉ូតូនោះតាមក៏ប៉ុន្តែអ្នកដែលបើកបរម៉ូតូនោះគឺជាចុងភៅឬក៏ម្ចាស់ហាងមីសណ្ដែកខ្មៅដែលសងសិកហ្នឹងបានចូលទៅសួរចម្លើយកាលពីមួយខែមុនគឺបាននិយាយថាគឺជួបគ្នាម្ដងទៀតហើយម្ចាស់ហាងលក់មីហ្នឹងក៏បាននិយាយទៅកាន់សងសិកថាតើលោកកំពុងតែមើលឃើញនាងដែរមែនមើលឃើញនាងដូចជាខ្ញុំដែរមែនអញអាម៉ាចេះចង់និយាយថាមានរឿងអីហ្នឹងសង្ស័យតែពីរអ្នកហ្នឹងគឺជាខ្មោចដូចគ្នាឬក៏មិនឬហេតុអីបានជាមើលឃើញខ្មោចទាំងពីរនាក់អីចឹងណាហើយពេលហ្នឹងសងស៊ីក៏បានកលេចទៅមើលនារីសក់ខ្លីនោះគឺបែរមុខមកសិតតែឈាមតែម្ដងគឺនាងគឺជាខ្មោចចឹងណាទាំងអស់គ្នាចឹងបានន័យថាទាំងសងស៊ីហើយនឹងម្ចាស់ហាងលក់មីនោះគឺបានឃើញខ្មោចដូចគ្នាអីចឹងទៅហើយភ្នែករបស់ម្ចាស់ហាងនោះក៏បានចេញជាភ្នែកឆ្មាចឹងទៅដូចដែលយើងឃើញការពីដើមភាគថាមានបរោះភ្នែកឆ្មាដែលនៅលើបង្អួចរបស់យូណាពេលស្លាប់នៅទាំងអស់គ្នាអញ្ចឹងរឿងហ្នឹងវារៀងច្បុកច្បល់តិច admin សម្រាប់ទៅរៀងវល់ដែរប៉ុន្តែសូមអ្នកទាំងអស់គ្នាអត់ធ្មត់ហើយតាមដានបន្តទៀតចុងក្រោយនឹងល្អមើលបើកលេចមកមើលជីយ៉ុងវិញគឺនាងនៅក្នុងហាងអំពូលភ្លើងនៅឡើយហើយម្ចាស់ហាងលក់អំពូលហ្នឹងក៏បានសួរទៅកាន់នាងថាតើនាងកំពុងតែរកអីគេហើយពេលហ្នឹងការពិភាក្សាទី2អ្នកទាំងអស់គ្នាឃើញថាពេលចុងភាគជីយ៉ុងក៏បាននិយាយទៅកាន់ម្ចាស់ហាងលក់អំពូលថាគឺលោកដឹងហើយថាខ្ញុំកំពុងតែរកអីមិនបាច់សួរអីគឺធ្វើអីដឹងខ្លួនឯងហើយប៉ុន្តែម្ចាស់ហាងថាឥឡូវប្រាប់មកនាងចង់បានអីគឺគេនឹងរកឲ្យរីឯវ៉ាលីរបស់ជីយ៉ុងគឺស្រក់ឈាមតក់ដែលសារតែនៅក្នុងហ្នឹងគឺយើងដឹងហើយដែរគឺសង្សាររបស់គាត់នៅក្នុងនឹងអញ្ចឹងណាចាតមកទៀតសងស៊ីក៏បានចូលមកហាងលក់អំពូលនោះក៏បានសួរថាខ្ញុំមានសំណួរចង់សួរលោកហើយម្ចាស់ហាងក៏សួរថាតើលោកមកធ្វើអីចង់បានអីគេក៏បាននិយាយថាគឺខ្ញុំមកជាមួយនឹងប៉ូលីសជីយ៉ុងគាត់ទៅលើថាមកមួយប៉ូលីសហ្នឹងនាងក៏រៀងភ័យដែរនាងក៏បានបង្វែរក្រោយដើរចេញអញ្ចឹងទៅហើយតែពេលហ្នឹងសងស៊ីក៏បានសង្ស័យទៅកាន់ជីយ៉ុងដែលនាងកំពុងតែអូសវ៉ាលីហើយមានឈាមតក់អញ្ចឹងទៅគាត់ក៏បានប្រាប់ថាមីអូនឈប់សិនមិនក៏វ៉ាលីសិតតែឈាមអញ្ចឹងជាប៉ែហ្នឹងក៏បានឆ្លើយថាដែលសារតែអត់ស្រួលខ្លួនមកខែអីចឹងណាអញ្ចឹងសងស៊ីក៏គិតថាប្រហែលជាជំងឺរបស់ស្ត្រីដែលមកខែអីចឹងទៅហើយគាត់ក៏មិនចាប់អារម្មណ៍អ្វីឡើយហើយគាត់ក៏បានដោះអាវភ្លៀងរបស់គាត់ហ្នឹងឲ្យជីយ៉ុងពាក់ទៀតផងដែលសារតែនៅខាងក្រៅហ្នឹងមានមេឃភ្លៀងអីចឹងទៅបើកលេចមើលយន្តចូលវិញថ្ងៃនេះគឺនាងមកទិញអំពូលភ្លើងទៀតហើយដោយសារតែម្ដាយរបស់នាងប្រាប់ឲ្យមកទិញអំពូលភ្លើងជារៀងរាល់ថ្ងៃប៉ុន្តែថ្ងៃហ្នឹងគឺម្ចាស់អំពូលហ្នឹងថា
ទៅផ្ទះសិននៅថ្ងៃហ្នឹងគាត់មានភ្ញៀវមានការមានអីចឹងណាដោយសារតែសងសិកនៅក្នុងហាងអំពូលនឹងដែរសងសិកក៏បាននិយាយទៅកាន់ម្ចាស់ហាងលក់អំពូលនឹងថាលោកមើលទៅសបោភ្ញៀវមែនតែហើយច្រើនតែពេលយប់ទៀតពេលថ្ងៃដូចអត់ដែរឃើញហាងនឹងសោះអញ្ចឹងណាហើយលក់តែម្នាក់ឯងទៀតអីចឹងទៅគឺកន្លែងមួយនេះគួរឲ្យចម្លែកមែនតែនហើយម្ចាស់ហាងលក់អំពូលនៅតែសួរទៀតថាហេតុអីបានជាលោកមកហ្នឹងតើមានរឿងអីបានលោកមកហ្នឹងអីចឹងណាហោអីគេសងសិកនិយាយថាអត់មានអីផងដោយសារតែហាងហ្នឹងវាចម្លែកខុសគេភ្លឺអីចឹងទៅហើយមានតែមួយដែលបើកនៅពេលយប់ចឹងមិនគាត់ចូលមកហើយស្រាប់តែពេលហ្នឹងសងស៊ីក៏បានកលេចទៅមើលឃើញអំពូលមួយដូចជាកំពុងតែចិត្តអលត់ចឹងអ្នកទាំងអស់គ្នាហើយម្ចាស់ហាងលក់អំពូលហ្នឹងក៏បានបន្តទៀតថាគឺគាត់អត់បាននិយាយរឿងហាងមានតែមួយអីទេគឺគាត់និយាយរឿងអីផ្សេងហើយភាគទី3នេះក៏តែប៉ុណ្្នឹងសិនជួបគ្នានៅភាគទី4ដែលជាភាគបន្តចិត្តដល់ភាគល្អមើលមែនតើអ្នកនរគ្នាសូមតាមដានទាំងអស់គ្នាណា